ประมาณไงมุ้นนี่มอลุดគ្នាយើងទៅប្រើតែអ្នកខ្លះចេះប្រើអ្នកខ្លះក៏អត់ចេះប្រើដែរអញ្ចឹងលើតោះទៅមើលទាំងអស់គ្នាថាគេធ្វើមិនស្រួលទេតោះដំបូងគេយើងចូល color tab របស់យើង color tab ហើយបន្ទាប់មកយើងចូលកន្លែងលុតនេះហើយបន្ទាប់មកយើង right click នៅលើពាក្យលុតនេះមួយមកនេះ right click មកយើងយកពាក្យ open file location បាទហើយលុតដែលខ្ញុំឲ្យថ្ងៃមុននេះ smartphone color លុតហ្នឹងឬក៏លុតដែលយើងបានមកពីណាពីណីមកឧទាហរណ៍ថាយើងដោតលុតពីគេអញ្ចឹងយើងយកមកផាសនៅក្នុងនេះនៅពេលយើង open file ហើយវាចេញផ្ទាំងមួយយើងផាសនៅលើនឹងក្រៅមកបានហើយមិនដែរយល់នៅថ្ងៃក្រោយយើងចង់ដោតលុតរបស់គេមកប្រើយើងធ្វើរបៀបហ្នឹងដូចគ្នាហើយមកមើលពីរបៀបដាក់លុតម្ដងឥឡូវមកមើលរបៀបដាក់លុតខ្ញុំចូល color tab នេះដដែលហើយបន្ទាប់មកចូលកន្លែងលុតនេះហើយបន្ទាប់មកយើងយកពាក្យ smartphone លុតរបស់យើងថ្ងៃមុនហ្នឹងយើងយកមួយណាក៏បានដែរយើងឆ្លាញ់មួយណាដាក់មួយហ្នឹងទៅអញ្ចឹងអានេះ color ដើមអញ្ចឹងនេះ color ដែលយើង download មកថ្ងៃមុននេះអញ្ចឹងយើងចង់ប្រើមួយណាក៏បានដែរទាញដាក់នេះក៏បានទាញដាក់នេះក៏បាននេះឃើញទេមក color វាឲ្យស្រាប់មកហើយយើងអត់ឆ្លាញ់ color ហ្នឹងទេយើងដូរទៅមានច្រើនដែរនេះលុតគេស្អាតទៅហើយបើសិនជាវាក្រាស់ពេកយើងដកវាបន្តិចមកនេះដកវាចុះនេះ output key output នេះយើងដក gain មកយើងដកមកវាអត់សូវចូលខ្លាំងទេចូលតិចទេអញ្ចឹងមើលទៅលុតផ្លែកភ្នែកហ្មងហើយយើងចង់ឲ្យវាខ្លាំងវិញឡើងអានេះវិញមកនេះឡើងមកវាឡើង color វិញឃើញទេគឺថា 0.4 ល្អ color 0.4 ល្អបានប៉ុណ្្នឹងបានហើយ